project មួយផ្ទះតិចកម្មអញ្ចឹងយើងបំពាក់ទៅនឹង inverter hybrid 3 phase កម្លាំងវា10 គីឡូយើងប្រើផ្ទាំង580 វ៉ាត់ចំនួន20 ស្លឹកពេលយើង check ហើយ verify វាទាំងអស់តើវាត្រឹមត្រូវហើយក៏មិនអាចធ្វើ test បានអូខេអញ្ចឹងយើង test ទៅលើ string របស់យើង DC breaker ម្ដងអូខេយើងឃើញថាវា479 V អូខេ480 V បាទអត់បញ្ហាទេអូខេអញ្ចឹងយើងធ្វើការបើក discounter អញ្ចឹងយើង verify ភ្លើងចេញឡើងដល់520 V ចុះមកវិញហ៎579ទីឡើងទៅទី2 480អូខេតាមត្រូវអស់ហើយអញ្ចឹងឃើញថាប្រព័ន្ធដំណើរការនេះគឺដំណើរការត្រឹមត្រូវដែលមានភ្លើងផលិតចេញពី solar ដើម្បីឆាច់ទៅអាគុយដោយឡែកភ្លើងរត់យើងអត់មានបញ្ចូលទេបាទអានេះគឺចេញទៅប្រើប្រាស់បាទគឺបើបំពាក់ជូនអតិថិជននៅខេត្តសៀមរាបសម្រាប់ផ្ទះតិចកម្មបាទ